ថ្នាក់នៃព័ត៌មានคล้ายៗដែលអាចកើតឡើងសួស្តីលោកស្រីអ្នកកញ្ញានិងប្រិយមិត្តអ្នកស្ដាប់វិទ្យុ FM 98.5 MHz ផ្សាយចេញពីទីរួមខេត្តក្រចេះជាទីមេត្រីនៅពេលនេះខ្ញុំបាទសុភ័ក្រនិងអ្នកស្រីសេងហៀងសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានរបស់វិទ្យុ FM 98.5 MHz ខេត្តក្រចេះជាដំបូងសូមជូនមេតិការព័ត៌មានដែលត្រូវជម្រាបជូននៅពេលនេះមន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាជំរុញវិនិយោគិនកាណាដាឲ្យស្វែងយល់ពីសក្តានុពលនិងបរិយាកាសវិនិយោគនៅកម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីមានប្រសាសន៍ថាថ្នាក់ដឹកនាំមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈសូមចូលរួមអបអរសាទរនិងគោរពអគុណសម្ដេចធិបតីចំពោះភាពជោគជ័យនៃសេចក្តីថ្លែងការណ៍រួមកូឡាឡាំពួរឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ថាមន្ទីរពេទ្យគឺជាកន្លែងដែលបម្រើប្រយោជន៍ដល់មនុស្សគ្រប់គ្នាក៏ជាទីកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សជាមួយនឹងគុណតម្លៃផ្សេងៗគ្នាសម្រាប់ចូលរួមបម្រើសង្គមជាតិថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្វើបាឋកថាស្ដីពីរដ្ឋនិងសេដ្ឋកិច្ចទីផ្សារការអភិវឌ្ឍសេដ្ឋកិច្ចបញ្ហាប្រឈមនិងកលានុវត្តភាពនៅសាលាភូមិន្ទរដ្ឋបាលរដ្ឋមន្ត្រីការបរទេសប្រទេសកូរ៉េខាងត្បូងជួបពិភាក្សាការងារលើកដំបូងជាមួយនឹងរដ្ឋមន្ត្រីការបរទេសជប៉ុនជាថ្មីនៅឯកិច្ចប្រជុំអេប៉ិចចិនប្រកាសផ្អាករយៈពេល1ឆ្នាំវិធានការរដ្ឋបတ်ការនាំចូលរ៉ែកម្រក្រោយជំនួបកម្ពុជារវាងលោកស៊ីនិងលោកត្រាំតទៅនេះសូមជូនព័ត៌មានពិស្ដារក្នុងប្រទេសតាមការដកស្រង់ពីគេហទំព័រសារព័ត៌មានកម្ពុជា AKP បានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាជំរុញវិនិយោគិនកាណាដាឲ្យស្វែងយល់ពីសក្តានុពលបរិយាកាសវិនិយោគនិងពិនិត្យលទ្ធភាពបណ្ដាក់ទុននៅកម្ពុជាពិសេសលើវិស័យបច្ចេកវិទ្យាឧស្សាហកម្មបៃតងនិងហេដ្ឋារចនាសម្ព័ន្ធក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជាបំពេញបេសកកម្មតាក់ទាញនិងជំរុញវិនិយោគនៅក្នុងប្រទេសកាណាដាឯកឧត្តមសុនច័ន្ទថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានអញ្ជើញជួបសម្ដែងការគូសមនិងពិភាក្សាការងារជាមួយនឹងឯកឧត្តមជាសមាជិកសភាប្រចាំមណ្ឌលអូតាវ៉ាក្នុងរដ្ឋធានីអូតាវ៉ារដ្ឋអ៊ុនតារីយ៉ូនិងជាលេខាធិការសភាទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនិងរដ្ឋលេខាធិការទទួលបន្ទុកការអភិវឌ្ឍអន្តរជាតិនាព្រឹកថ្ងៃពុធទី29ខែតុលាឆ្នាំ2025មកនៅក្នុងតំបន់ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយស្និទ្ធស្នាលដោយពិភាក្សាផ្ដោតជាចម្បងទៅលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីព្រមទាំងពិភាក្សាអំពីទូនាទីរបស់កម្ពុជានៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានកាណាដាផងដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ក្នុងការកែលម្អបរិស្ថានធុរកិច្ចនិងការលើកទឹកចិត្តវិនិយោគិនតាមរយៈច្បាប់វិនិយោគថ្មីៗឯកឧត្តមក៏បានអញ្ជើញវិនិយោគិនកាណាដាឲ្យមកស្វែងយល់ពីសក្តានុពលបរិយាកាសវិនិយោគនិងពិនិត្យលទ្ធភាពបណ្ដាក់ទុននៅកម្ពុជាពិសេសលើវិស័យបច្ចេកវិទ្យាឧស្សាហកម្មបៃតងនិងហេដ្ឋារចនាសម្ព័ន្ធឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបង្ហាញផងដែរនៅការគាំទ្ររបស់កម្ពុជាលើកិច្ចការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានកាណាដាដែលនឹងក្លាយជាកត្តាលីកដ៏សំខាន់សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរួមគ្នាជាមួយគ្នានេះឯកឧត្តមយ៉ាស៊ីបានកត់សម្គាល់ពីការរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងកាណាដានិងកម្ពុជាក៏ដូចជាបណ្ដាប្រទេសអាស៊ាននានាជាពិសេសក្នុងបរិបទនៃការអនុវត្តយុទ្ធសាស្ត្រ Indo-Pacific របស់កាណាដាបន្ថែមពីនេះភាគីទាំងពីរបានពិភាក្សាពិនិត្យលទ្ធភាពបន្តកិច្ចសហការទៅលើកិច្ចការវិនិយោគនិងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឲ្យកាន់តែមានភាពស្អិតរមួតថែមមួយកម្រិតទៀតជំនួបនេះបានគូបញ្ជាក់ជាថ្មីនៃការបញ្ញាចិត្តរបស់កម្ពុជានិងកាណាដាក្នុងការធ្វើការរួមគ្នាដើម្បីពង្រីកលំហពាណិជ្ជកម្មការវិនិយោគនិងផលប្រយោជន៍ទៅវិញទៅមកប្រកបដោយចីរភាពនិងទំនុកចិត្តព្រមទាំងបន្តការរីកចម្រើនកាន់តែខ្លាំងក្លាទៅមុខចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីតាមការដកស្រង់ពីគេហទំព័រ Fresh News បានឲ្យដឹងថាមុនចាប់ផ្ដើមកិច្ចប្រជុំប្រចាំខែរបស់ក្រសួងមុខងារសាធារណៈឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបង្ហាញការអបអរដល់នយោបាយការបរទេសដ៏ជោគជ័យរបស់សម្ដេចធិបតីក្នុងការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជាថៃតាមរយៈយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមហើយសម្រេចបាននូវការចុះហត្ថលេខាសេចក្តីថ្លែងការណ៍រួមកូឡាឡាំពួរកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នៅប្រទេសម៉ាឡេស៊ីឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីបានគូបញ្ជាក់ថាភ
ភាពជោគជ័យនេះជាការឈានមួយជំហានទៀតដែលនាំឲ្យមានការធូរស្រាលនៃស្ថានភាពរវាងភាគីទាំងពីរនិងក៏ជាជំហានមួយឆ្ពោះទៅការបញ្ចប់ជម្លោះទាំងស្រុងហើយនាំមកនូវការវិលត្រឡប់វិញនៃបងប្អូនកងកម្លាំងទាំង18នាក់ដើម្បីជួបជុំក្រុមគ្រួសារនៅមាតុភូមិវិញសូមជម្រាបថាក្រសួងមុខងារសាធារណៈបានអនុវត្តការប្រជុំប្រចាំខែជារៀងរាល់ខែយ៉ាងទៀងទាត់ដើម្បីពិនិត្យវឌ្ឍនភាពការងារនិងលើកទិសដៅការងារបន្តនៅថ្ងៃទី30ខែតុលាឆ្នាំ2025ក្រសួងមុខងារសាធារណៈបានរៀបចំកិច្ចប្រជុំប្រចាំខែតុលារបស់ខ្លួនដោយមានការចូលរួមដោយថ្នាក់ដឹកនាំនិងមន្ត្រីរាជការព្រមទាំងមន្ទីរមុខងារសាធារណៈទូទាំងប្រទេសតាមប្រព័ន្ធអនឡាញផងដែរតាមការដកស្រង់ពីគេហទំព័រសារព័ត៌មានកម្ពុជា AKP បានឲ្យដឹងថាមន្ទីរពេទ្យគឺជាកន្លែងដែលបម្រើប្រយោជន៍ដល់មនុស្សគ្រប់គ្នាក៏ជាទីកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សជាមួយនឹងគុណតម្លៃផ្សេងៗគ្នាសម្រាប់ចូលរួមបម្រើសង្គមជាតិនេះគឺជាប្រសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅក្នុងកិច្ចប្រជុំប្រចាំខែតុលាឆ្នាំ2025ដើម្បីពិនិត្យវឌ្ឍនភាពការងារនិងរៀបចំផែនការងារជាបន្តដើម្បីបង្កើនប្រសិទ្ធភាពគុណភាពនិងសក្តិភាពក្នុងការអនុវត្តការងារប្រចាំថ្ងៃបន្ថែមទៀតនារសៀលថ្ងៃប្រហ័សទី30ខែតុលាឆ្នាំ2025នៅទីស្តីការក្រសួងក្នុងកិច្ចប្រជុំឯកឧត្តមសាស្ត្រាចារ្យបានកោតសរសើរដល់ថ្នាក់ដឹកនាំមន្ត្រីរាជការនិងបុគ្គលិកទាំងអស់ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនក្នុងរយៈពេលជាង2ឆ្នាំនៃអាណត្តិទី7នៃរដ្ឋសភាដែលមានការកែតម្រង់ស៊ីជម្រៅនិងបានណែនាំដល់ប្រធាននាយកដ្ឋានទាំងអស់គិតគូររៀបចំផែនការសកម្មភាពរបស់នាយកដ្ឋានសម្រាប់ការងារឆ្នាំថ្មីនិងអភិវឌ្ឍអង្គភាពកាន់តែរីកចម្រើនទៅមុខឯកឧត្តមសាស្ត្រាចារ្យបានណែនាំនិងផ្ដល់នូវអនុសាសន៍បន្ថែមជូនដល់ថ្នាក់ដឹកនាំនិងប្រធានអង្គភាពទាំងអស់ដើម្បីបន្តពង្រឹងគុណភាពសេវានៅតាមមូលដ្ឋានសុខាភិបាលនៅចំណុចមួយចំនួនដូចជាត្រូវយកចិត្តទុកដាក់លើសុវត្ថិភាពរបស់អ្នកជំងឺយកចិត្តទុកដាក់លើបញ្ហាជំងឺឆ្លងពិសេសជំងឺគ្រុនឈាមដែលអាចនឹងបន្តកើតមាននៅក្នុងពេលចុងរដូវវស្សានេះយកចិត្តទុកដាក់លើការងារជំងឺមិនឆ្លងដែលជាការងារអាទិភាពបន្តធ្វើការងារផ្នែកសុខភាពផ្លូវចិត្តដោយពិនិត្យឲ្យបានច្បាស់លាស់ពីផលប៉ះពាល់របស់អ្នកជំងឺថ្នាក់ដឹកនាំនៅថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់នៅក្នុងការពិនិត្យនិងពង្រឹងសេវានៅតាមមូលដ្ឋានប្រកបដោយគុណភាពនិងសមត្ថភាពបន្តពង្រឹងការគ្រប់គ្រងដល់មូលដ្ឋានសុខាភិបាលនិងបង្កើនការទំនាក់ទំនងឲ្យកាន់តែមានប្រសិទ្ធភាពបន្តតាមដាននិងថែរក្សាអនាម័យនៅតាមមណ្ឌលសុខភាពកាន់តែល្អប្រសើរទន្ទឹមនឹងនេះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានអនុញ្ញាតឲ្យតំណាងនាយកដ្ឋានធ្វើការរាយការណ៍ពីវឌ្ឍនភាពការងាររបស់ខ្លួននិងកំណត់ទិសដៅបន្តតាមការដកស្រង់ពីគេហទំព័រសារព័ត៌មានកម្ពុជា AKP បានឲ្យដឹងថាឯកឧត្តមបណ្ឌិតសភេចាហេនសាហ៊ីមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានអញ្ជើញធ្វើបាថកថាស្ដីពីរដ្ឋនិងសេដ្ឋកិច្ចទីផ្សារការអភិវឌ្ឍសេដ្ឋកិច្ចបញ្ហាប្រឈមនិងកលានុវត្តភាពជូនគណៈគ្រប់គ្រងមន្ត្រីរាជការសិស្សមន្ត្រីជាន់ខ្ពស់សិស្សមន្ត្រីក្រមការកម្មសិក្សាការីវគ្គវិក្រិតការមន្ត្រីជាន់ខ្ពស់កម្មសិក្សាការីវគ្គវិក្រិតការមន្ត្រីមធ្យមឆ្នាំ2025នៃសាលាភូមិន្ទរដ្ឋបាលសរុបប្រមាណ900អង្គនាក់ដែលចូលរួមផ្ទាល់និងតាមប្រព័ន្ធអនឡាញនៅព្រឹកថ្ងៃទី30ខែតុលាឆ្នាំ2025តាមរយៈការធ្វើបាថកថានេះឯកឧត្តមបណ្ឌិតសភេចាហេនសាហ៊ីមបានចែករំលែកអំពីដំណើរវិវត្តនៃសង្គមនិងសេដ្ឋកិច្ចដែលត្រូវបានបង្កើតឡើងទៅតាមសម័យកាលនៃប្រវត្តិសាស្ត្រមនុស្សជាតិដោយចាប់ផ្ដើមពីការកកើតសង្គមមនុស្សនិងសកម្មភាពសេដ្ឋកិច្ចរហូតអភិវឌ្ឍបានមកជាគោលគំនិតទស្សនៈទ្រឹស្ដីគំរូទ្រឹស្ដីសេដ្ឋកិច្ចនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលកំពុងបន្តវិវត្តរហូតមកដល់សព្វថ្ងៃព្រមទាំងបានលេចអំពីតួនាទីរដ្ឋនិងសេដ្ឋកិច្ចប្រព័ន្ធសេដ្ឋកិច្ចសំខាន់ៗទំនាក់ទំនងរវាងរដ្ឋនិងការអនុវត្តប្រព័ន្ធសេដ្ឋកិច្ចនិងដំណើរការវិវត្តនៃប្រព័ន្ធសេដ្ឋកិច្ចនីមួយៗជាមួយគ្នានេះដែរឯកឧត្តមបណ្ឌិតសភេចាបានគូរំលេចជូនអង្គពិធីអំពីសភាពកសិករនិងសង្គមសេដ្ឋកិច្ចជាតិនៅពេលបច្ចុប្បន្នជាពិសេសភាពតានតឹងនៅតាមព្រំដែនកម្ពុជាថៃបង្កផលប៉ះពាល់មកលើខ្សែច្រវាក់ផ្គត់ផ្គង់និងផលិតកម្មរំហូរការងារនិងតម្រូវការលើផលិតផលប្រើប្រាស់ព្រមទាំងរំហូរពាណិជ្ជកម្មទាំងការនាំចេញនិងការនាំចូលជាពិសេសលើវត្ថុធាតុដើមសម្រាប់បម្រើដល់សកម្មភាពផលិតកម្មក្នុងស្រុកនិងនិន្នាការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសការនាំចូល
ឯកឧត្តមបានគូបញ្ជាក់ថាបរិបទនេះជាបញ្ហាប្រឈមផងនិងជាកលានុវត្តភាពផងសម្រាប់កម្ពុជាក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងដើម្បីរក្សាវិនិយោគិនមានស្រាប់និងទាក់ទាញវិនិយោគិនថ្មីជាមួយនឹងការបង្កើតបរិយាកាសវិនិយោគឲ្យកាន់តែមានភាពលក្ខណៈអំណោយផលឯកឧត្តមបណ្ឌិតសភាចាហេនសាហិបបានលើកទឹកចិត្តដល់មន្ត្រីរាជការសិស្សមន្ត្រីជាន់ខ្ពស់សិស្សមន្ត្រីក្រមការនិងកម្មសិក្សាការីឲ្យបន្តសិក្សាស្រាវជ្រាវបណ្ដុះទម្លាប់ស្រឡាញ់ការអាននិងបង្កើនការសិក្សាស្វែងយល់អំពីមូលដ្ឋានសេដ្ឋកិច្ចនិងការវិវត្តថ្មីៗនៃសភាពការសេដ្ឋកិច្ចជាតិនិងអន្តរជាតិសម្ដៅកសាងនិងអភិវឌ្ឍសមត្ថភាពនិងចំណេះជំនាញឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀតដើម្បីបំពេញតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធភាពនិងភាពស័ក្តិសិទ្ធិសម្ដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិលោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់ស្ថានីយ៍វិទ្យុ FM 98.5 MHz ផ្សាយចេញពីទីរួមខេត្តក្រចេះជាទីមេត្រីតទៅនេះសូមជូនព័ត៌មានពិស្ដារក្រៅប្រទេសតាមការដកស្រង់ពីគេហទំព័រសារព័ត៌មានកម្ពុជា AKP បានឲ្យដឹងថាយោងតាមក្រសួងការបរទេសទីក្រុងសេអ៊ូលបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសជូយុនបានជួបជាមួយនឹងសមាភិកីជប៉ុនថ្មីរបស់លោកកាលពីថ្ងៃពុធសម្រាប់កិច្ចពិភាក្សានៅខាងក្រៅកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក APEC នេះគឺជាការពិភាក្សាជាលើកដំបូងរវាងលោកជូនិងរដ្ឋមន្ត្រីការបរទេសជប៉ុនលោកតូស៊ីមីតស៊ូមូតេជីចាប់តាំងពីការបើកគណៈរដ្ឋមន្ត្រីជប៉ុនថ្មីដឹកនាំដោយនាយករដ្ឋមន្ត្រីលោកស្រីសាណេតាកាអ៊ីឈីដែលត្រូវបានជ្រើសតាំងកាលពីសប្តាហ៍មុនយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបានឲ្យដឹងថារដ្ឋមន្ត្រីទាំងពីររូបបានចែករំលែកទស្សនៈថាសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីកំពុងតែកើតមានឡើងនៅក្នុងចំណោមស្ថានភាពអន្តរជាតិដ៏ធ្ងន់ធ្ងរហើយបានព្រមព្រៀងគ្នាបង្កើនការទំនាក់ទំនងនៅគ្រប់កម្រិតដើម្បីកែលម្អគុណភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែងក្រសួងបានបន្ថែមថាពួកគេក៏បានព្រមព្រៀងគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងទ្វេភាគីភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាទាក់ទងទៅនឹងឧបទ្វីបកូរ៉េក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងតំបន់និងសកលលោកជូបានពន្យល់អំពីគោលនយោបាយរបស់រដ្ឋាភិបាលលោកលីជេម៉ាយ៉ុងទៅកាន់លោកម៉ូតេជីដោយផ្ដោតលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកយោធានិងស្ដារទំនុកចិត្តអន្តរកូរ៉េឡើងវិញដើម្បីរួមរស់ដោយសន្តិភាពនេះបើយោងតាមក្រសួងឲ្យដឹងចំណែកនៅទីក្រុងប៉េកាំងឯណោះវិញតាមការដកស្រង់ពីគេហទំព័រ Fresh News បានឲ្យដឹងថានៅថ្ងៃប្រហោះនេះចិនបានប្រកាសថាខ្លួននឹងផ្អាករយៈពេល1ឆ្នាំនៅវិធានការរដ្ឋបិទការនាំចេញមួយចំនួនក្នុងនោះរួមបញ្ចូលទាំងវិធានការលើរ៉ែកម្រដែលត្រូវបានប្រកាសកាលពីដើមខែនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃប្រហោះទី30ខែតុលាឆ្នាំ2025កាលពីថ្ងៃទី9ខែតុលាឆ្នាំ2025ក្រសួងពាណិជ្ជកម្មចិនបានប្រកាសវិធានការរដ្ឋបិទថ្មីលើការនាំចេញរ៉ែកម្រខណៈវាគឺជាការរឹតបន្តឹងថែមទៀតទៅលើឧស្សាហកម្មសំខាន់ដែលជាប្រភពចម្បងមួយនៃភាពតានតឹងរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនប៉ុន្មានរយៈពេល3សប្តាហ៍ក្រោយមកក្នុងថ្ងៃតែមួយនៃកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីចិនលោកស៊ីជីនពីងនិងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅឯប្រទេសកូរ៉េខាងត្បូងក្រសួងពាណិជ្ជកម្មចិននៅពេលនេះក៏បានប្រកាសថាខ្លួននឹងផ្អាកវិធានការនោះវិញសម្រាប់រយៈពេល1ឆ្នាំគួរបញ្ជាក់ថាក្រោយជំនួបជាមួយលោកស៊ីជីនពីងលោកត្រាំក៏បានប្រាប់ឲ្យដឹងដែរថាភាគីទាំងពីរបានឈានដល់ការព្រមព្រៀងស្តីពីការផ្គត់ផ្គង់រ៉ែកម្រដែលមានរយៈពេល1ឆ្នាំហើយអាចចរចាពន្យាពេលថែមទៀតបានជារៀងរាល់ឆ្នាំបើតាមលោកត្រាំចិនថែមទាំងបានយល់ព្រមទិញសណ្តែកសៀងអាមេរិកឡើងវិញនិងផលិតផលកសិកម្មដទៃទៀតក្នុងបរិមាណយ៉ាងច្រើនហើយបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់លំហូរថ្នាំញៀនហ្វេនតានីជាថ្នូរមកវិញលោកត្រាំយល់ព្រមបន្ថយពន្ធដែលបានដាក់លើចិនពាក់ព័ន្ធនឹងបញ្ហាហ្វេនតានីលពី 20% មកដល់ត្រឹម 10%ប្រការនេះនាំឲ្យអត្រាពន្ធគយសរុបចូលគ្នារវាងអាមេរិកលើទំនិញចិនថយចុះពី 57% មកត្រឹម 47%ព័ត៌មានក្នុងនិងក្រៅប្រទេសរបស់វិទ្យុ FM 98.5 ខេត្តក្រចេះដែលលោកនាងទៅបានស្ដាប់នៅពេលនេះចប់តែប៉ុណ្ណេះយើងរួមគ្នាផ្សព្វផ្សាយព័ត៌មានពិនដើម្បីកម្ចាត់ព័ត៌មានខ្លាំងខ្លាយ